ធាតុអាកាសចោះត្រជាក់ចំណងខ្យល់ធ្លាក់បក់ត្រសៀកនាកណ្ដាលរាត្រីយប់យន្តស្ងាត់ជ្រាបស្លឹកឈើខ្ពស់ទាបបក់រវិចរវិចទៅតាមវាយោលីឡំគប់ផ្សំជាមួយនឹងសំឡេងលឺលាន់នៃពពួកសត្វសណក់លាន់លឺល្វើយក្រលួចនេះតាមមុខផ្ទះនីមួយសែនលងលលួចគួរជាទីព្រឺព្រួយតាមជំនឿខ្មែរដែលធ្លាប់និទានតគ្នាមកពីចាស់ពីបរមបុរាណមកបើកាលណាមានឆ្កែលូនៅពេលយប់ប្រលប់ពាក់កណ្ដាលអាធ្រាត្រនោះប្រកាសជាពពួកឆ្កែទាំងនោះបានសម្លឹងឃើញពពួកខ្មោចអមនុស្សព្រាយបិសាចជាក់ជាពុំខានឡើយបើសិនជាពាក្យដំណាលនោះជាការពិតមែនអាចាំងសបញ្ជាក់ឲ្យឃើញថាក្រុមឆ្កែដែលកំពុងព្រុសលឺលាន់នៅក្នុងភូមិមួយនេះវាពិតជាកំពុងបានមើលឃើញខ្មោចហើយតើមែនទេទន្ទឹមជួនពេលសម្លេងឆ្កែព្រុសលូលាន់ត្រហឹងពីពេញភូមិគួរឲ្យថ្លង់លោកពូផលដែលជាអ្នកភូមិម្នាក់ក៏បានក្រោកភ្ញាក់ពីដំណេកទាំងកណ្ដាលរាត្រីពូផលគាត់ក្រោកដើរមកមាត់ទ្វារនិងសម្លឹងទៅមុខផ្ទះរបស់គាត់រួចក៏និយាយទាំងកំពុងឆ្ងល់ជ្រួញចាញ់ចាមតែម្នាក់ឯងឡើងថាយីចុះពួកអាចឆ្កែអស់ហ្នឹងវាលូរកម្ដាយវាស្អីអញថ្លងណាស់រកដេកពួនមិនបានក្រោយអំពីគាត់និយាយតែម្នាក់ឯងដោយក្តីមួម៉ៅរួចមកស្រាប់តែរំពេចនោះសំឡេងសត្វមន់របស់គាត់ក៏ស្រែកចែកចាយប្រៀបដូចជាមានអ្វីមួយកំពុងចាប់វារំពេចភ្លាមនោះដែរលោកពូផលគាត់ក៏ស្ទុះទៅចាប់យកភ្លើងគោមដែលទុកនៅលើក្បាលដំណេករបស់គាត់ដើម្បីយកឆ្លោះបំភ្លឺទៅមើលទ្រង់មន់របស់គាត់ដែលស្ថិតនៅខាងក្រោយបរិវេណក្រោយផ្ទះរបស់គាត់ដើម្បីចង់ដឹងថាតើវាកំពុងមានអ្វីចូលទៅប៉ះពាល់វាទាំងនោះពូផលចុះពីលើផ្ទះកាន់ភ្លើងគោមមើលទៅក្រោមផងនិងឆ្លោះបញ្ចាំងទៅកាន់ទ្រង់មន់របស់គាត់ខាងក្រោយផ្ទះផងដោយដំណើរលឿនខណៈសំឡេងសត្វមន់ក៏ស្រែកកាន់តែលឺឡើងព្រមលាយឡំជាមួយនឹងសំឡេងឆ្កែលូក៏លន់លឺគ្រោះលួចផងទៀតលេងអីនឹងខ្លាចផងបារម្ភផងនោះប៉ុន្តែទោះបីជាយ៉ាងណាក៏គាត់នៅតែប្រកាន់ភ្ជាប់ការការពារទ្រព្យសម្បត្តិរបស់គាត់ជាការភ័យខ្លាចលោកបន្ទាប់ពីបានមកដល់ទ្រង់មន់របស់គាត់ភ្លាមភ្លែតស្រាប់តែសំឡេងមន់ក៏ស្ងាត់ហាក់ដូចជាមានអ្វីបានកំពុងចាប់ច្របាច់ករបស់វាយ៉ាងដូច្នោះដែរដោយសំឡេងឆ្កែលូក៏ស្ងាត់ជ្រាបលែងលឺព្រុសដូចមុនខណៈស្នូខ្យល់ក៏ស្ងប់ស្ងាត់លែងមានបក់ស្លឹកឈើឲ្យលន់រង្គោះរង្គើទៀតពូផលដើរបណ្ដើរនឹងកាន់ភ្លើងគោសម្លឹងទៅបរិវេណទ្រង់មន់របស់គាត់បណ្ដើរពន្លឺភ្លើងគោមឆ្លោះបញ្ចាំងទៅលើដំបូលទ្រង់មន់ភ្លឺព្រាលក៏ស្រាប់តែស្នូសម្រាប់ជើងរត់ប្រៀបដូចជាមានមនុស្សរំពេចនោះលោកពូផលក៏រហ័សរវារវៃកាន់ក្បាលគោមងាកបញ្ចាំងឆ្លោះសម្ដៅទៅប្រភពសម្លេងតាមពិតនោះគឺជារូបរាងនៃយុវវ័យជំទង់ម្នាក់អាយុខ្ទង់17-18ឆ្នាំបាននឹងកំពុងចាប់មន់របស់ពូផលរត់បោលសម្ដៅទៅព្រៃក្រោយភូមិបាត់ស្រមោលខណៈនោះពូផលក៏បានដឹងយ៉ាងច្បាស់នោះគឺជានីលឹបដែលត្រូវជាចៅរបស់លោកជាយឿនដែលមានផ្ទះនៅខាងក្រោយភូមិនោះហើយក្រោយអំពីបានដឹងថាអាអន្តិតលួចមន់របស់គាត់នោះគឺជានីលឹបចៅជាយឿននោះភ្លាមនោះគាត់មានអារម្មណ៍ខាងនឹងចង់កំហឹងជាខ្លាំងរួចគាត់ក៏និយាយទាំងមានកំហឹងថាអាលឹបចាំមើលហេងលួចមន់អញបើស្អែកអញមិនទៅប្រដៅក្បាលហេងដល់ផ្ទះទេអញហ៊ានភ្នាល់លោកបន្ទាប់ពីព្រឹកឡើងលោកពូផលក៏បានក្រោកយ៉ាងប្រញាប់រុះរាន់ប្រញាប់ប្រញាល់សម្ដៅទៅផ្ទះរបស់លោកយាយយឿនទាំងចិត្តក្តៅក្រហល់ក្រហាយងាកក្រឡេកមកកាន់ទស្សនវិជ្ជានៅដុំបរិវេណផ្ទះរបស់លោកយាយយឿនពេលនេះស្ថិតនៅទីព្រៃដ៏សុបទ្រប់ចាក់ពន្លឺមិនធ្លុះព្រៃឫស្សីជាច្រើនគុំដ៏សឹងតែព័ទ្ធជុំវិញផ្ទះរបស់គាត់ហើយក៏ឃើញមានដើមអំពិលធំជាច្រើនដែលដកជាប់សញ្ញាផ្ទះរបស់គាត់ថែមទៀតផងយាយយឿនគាត់រស់នៅខុសពីគេព្រោះគាត់មួយថ្ងៃគឺឃើញតែរស់នៅសងំតែក្នុងផ្ទះនិងពុំសូវចេញទៅណាមកណានៅពេលថ្ងៃនោះឡើយមួយវិញទៀតសោតនៅក្នុងផ្ទះរបស់លោកយាយយឿនឃើញបិទទ្វារជារហូត
មិនងាយឃើញបើកឲ្យបានពលឺភ្លឺសោះនៅក្នុងផ្ទះរបស់យាយយឿនពេលនេះគឺឃើញមានតែលោកយាយយឿនតែម្នាក់ប៉ុណ្ណោះដែលកំពុងសំងំនៅខាងលើផ្ទះព្រោះថាលីលឹបគេបានទៅស៊ីឈ្នួលដាំដំឡូងឲ្យគេបាត់ទៅហើយរំពេចនោះដែរពូផលក៏បានមកដល់ផ្ទះយាយយឿនរួចក៏និយាយហៅទៅកាន់យាយយឿនដោយលឺថាយាយយឿនលោកយាយយឿនឆាប់ចេញមកជួបខ្ញុំបន្តិចគ្រានោះលោកយាយយឿនគាត់មិនបានឆ្លើយតបអ្វីមកកាន់គាត់ឡើយហើយពូផលក៏នៅតែដង្ហែហៅគាត់ខ្លាំងឡើងរបៀបជាសំឡេងខ្លាំងដូចជាកំពុងមានកំហឹងយ៉ាងអីចឹងមួយស្របបានបន្តិចស្រាប់តែផ្ទះរបស់គាត់បើករបើកមកលន់សោកក្រាំងបង្កឲ្យភ្ញាក់មកដល់ពូផលបើកភ្នែកធំសោះស្លែករួចក៏លេចចេញនៅរូបរាងលោកយាយយឿនបានចេញមកពីក្នុងផ្ទះក្នុងសម្លៀកបំពាក់ចាស់ពោពេញដោយពំណាស់និងមានមុខមាត់ខ្មៅស្លេកស្លុកហើយមានក្រសែភ្នែកក្រឡែបក្រឡាប់ដោយសួរមកកាន់លោកពូផលដូចជាខឹងភ្លាមថាតើមានអ្នកណាងក់មែនទេទើបបានជាហៅខ្ញុំយ៉ាងតន់ហន់បែបនេះពូផលតបយាយឯងនេះនៅសួរក្រនបាទៀតយាយឯងមិនដឹងទេឬថានៅយប់មិញនេះអាលឹបចៅយាយឯងវាបានទៅលួចមន់របស់ខ្ញុំភ្លាមនោះលោកយាយយឿនបានខឹងខ្លាំងណាស់រួចក៏តបមកកាន់ពូផលយ៉ាងច្រឡោតវិញយ៉ាងដូចនេះមិនក៏ឯងនិយាយភ្លើអញ្ចឹងអាផលចៅរបស់អញមិនបានទៅណាទេកាលពីយប់មិញនេះកុំនិយាយចោទប្រកាន់ចៅអញឲ្យសោះវើយខណៈនោះពូផលនិងយាយយឿនបានប្រទុះសារាយគ្នាទៅវិញទៅមករហូតតែតមាត់ឆ្លុះគ្នាតាំងសរសៃកម្នាក់លោកបន្ទាប់ពីពូផលបានចេញពីផ្ទះរបស់គាត់ផុតទៅលោកយាយយឿនក៏បាននិយាយតែម្នាក់ឯងទាំងខឹងសម្បាថាអានេះវាមិនតន់ស្គាល់អញទេឬរងចាំតែមើលចោះថ្មិចបើកមិនយូរប៉ុន្មានវេលាអត្រាតស្ងប់ស្ងាត់ដោយចោលលុចសេះក៏បានរំកិលមកដល់ដោយជាពំរួចនិងហាមឃាត់មិនបានព្រោះវាជាច្បាប់ធម្មជាតិយប់យន់ទុនសូរីយេខែរះរេនៃក៏បាំងពពកឮសំឡេងតែខ្យល់នៅតាមដងផ្លូវលំខាងមុខផ្ទះក៏ស្ងាត់ជ្រងំគ្មានឮសំឡេងឆ្កែដោយកាលពីយប់មិញទៀតមិនដឹងថាវាជាប់ណាត់មញីនៅទីណាឡើយមួយសន្ទុះក្រោយមកបានបន្តិចស្រាប់តែស្នូសម្រាប់ជើងដូចជាមនុស្សកំពុងដើរនៅក្នុងបន្ទប់របស់នាភាពដែលជាកូនប្រុសរបស់លោកផលក៏បានលាន់ឮឡើងតាមពិតសំឡេងនោះគឺជាសំឡេងរបស់នាភាពដែលកំពុងដើរយឺតទាំងកំពុងបើកភ្នែកបញ្ឈរក្រឡោតគួរឲ្យខ្លាចតាមពិតសភាពនាភាពនៅពេលនេះគឺគេកំពុងត្រូវវិញ្ញាណខ្មោចព្រាយបិសាចណាមួយបាននឹងកំពុងហៅអន្តងដួងព្រលឹងរបស់គេចាក់ជាពុំខានឡើយគិតមិនចេះខុសការពិតភ្លើងព្រាយរបស់លោកយាយយឿនបានកំពុងសណ្ដំអស់ទាញនាភាពឲ្យចូលទៅព្រៃជ័យក្រោយផ្ទះព្រោះភ្លើងនោះក៏ចាប់បាត់ស្រមោលសូនឈឹងតែក៏ប្រែមកវិញជារូបរាងយាយយឿនក្នុងសភាពមុខមាត់គួរឲ្យខ្លាចដោយដៃដោះក្រចកវែងមុតស្រួចនិងមាត់មានដោះជង្គោមសស្ញាច់គួរឲ្យខ្លាចរអាភ្លាមរំពេចនោះយាយយឿននិយាយធ្មប់ក៏បានសោតបាលីអ្វីមួយយ៉ាងដើម្បីឲ្យនាភាពបានដឹងខ្លួនពីមុនសណ្ដំរបស់គាត់វិញភ្លាមផ្លែតនោះក្រោយអំពីអន្តិតភាពគេបានភ្ញាក់ដឹងខ្លួនស្រាប់តែបានឃើញសភាពរបស់លោកយាយយឿននៅចំពោះមុខរបស់គេជាហេតុធ្វើឲ្យគេមានសេចក្តីភ័យខ្លាចនិងព្យាយាមរត់តែយកប្រាយកក៏ប៉ុន្តែគួរឲ្យសោកស្ដាយជាទីក្រៃលែងព្រោះថានៅពេលនេះយាយយឿនបានតាក់កវាជាប់ហើយចាត់កាវវាតែម្ដងទៅធ្មប់យាយយឿនចាប់នាភាពខោក្បាលពី3ក្រញរួចវាក៏ប្រកាច់ដាច់ផ្ងាតោពីសំណាក់ក្រញបារមីរបស់គាត់បន្ទាប់មកគាត់ក៏បានលូកដៃចាក់ទម្លុះក្បាលពោះរបស់នាភាពលើសូនជ្រិចខ្វែយកគ្រឿងក្នុងពូវៀនពូតាំងថ្លាំសួតយកមកស៊ីលន់ជ្រិបព្រៀបដូចជាពិសាឆ្ងាញ់ខ្លាំងណាស់លោកបានបន្តិចក្រោយមកធ្មប់យឿនក៏ប្រុងបំរុងនឹងឡើងទៅខាងលើផ្ទះរបស់ពូផលដើម្បីឆាគ្រួសារគាត់បន្ថែមទៀតហើយព្រោះត្បិតភ្លើងទូរស័ព្ទរបស់គាត់
ហាក់នៅពុំទាន់អន់ថយនៅឡើយក៏ប៉ុន្តែនៅពេលនោះស្រាប់តែមានព្រះសង្ឃមួយអង្គបាននិមន្តមកពីខាងក្រោយគាត់ដោយមានសង្ឃដីកាប្រាប់ទៅគាត់ថាឈប់សាងបាបកម្មបន្តទៀតទៅណាញោមអាត្មាសូមនិមន្តបិណ្ឌបាតតិចខណៈនោះយាយយឿនក៏តបមកព្រះសង្ឃវិញថាវាមិនមែនជារឿងរបស់ព្រះសង្ឃទេឆាប់និមន្តចេញទៅកុំថាគាត់ណាមិនបានប្រាប់អីសោះណាដោយសារតែភាពមានះចង់ឈ្នះយាយយឿនក៏នៅតែរឹងតឹងមិនព្រមស្ដាប់សង្ឃដីការបស់ព្រះអង្គឡើយគ្រានោះព្រះអង្គក៏ថ្មិចព្រះនេត្រនិងសូត្របរិកម្មគាថាទើបបណ្ដាលឲ្យយាយយឿនគាត់មានសេចក្តីក្តៅក្រហល់ក្រហាយនិងបណ្ដាលឲ្យគាត់ជឿជុកចាប់ក្រមគ្រាដោយវិញ្ញាណខ្មោចដែលគាត់បានប្រើធ្វើជាទេសកលក៏បានប្រែមកវាយប្រហារមកកាន់គាត់វិញដោយជាពំរួយក្រោយមកយាយយឿនក៏បានដេកដួលតោងស្លាប់បាត់ទៅជាមួយនឹងអំពើបាបរបស់គាត់ដោយចំណែកសពខ្មោចនិភេបក៏ស្លាប់ទៅដោយសង្វេគព្រោះថាកម្មពៀរបស់និភេបកាលពីជាតិមុននាយក៏ធ្លាប់ធ្វើជាព្រានព្រៃសម្រាប់ឆ្មាហើយដូច្នេះជាតិនេះគេត្រូវតែសងកម្មមួយនេះវិញដោយជាពំរួយ